ជំរាបសួរបងទាំងអស់គ្នាថ្ងៃនេះហាងប្លែកតិចថ្ងៃនេះខ្ញុំមក review ពីផ្ទះឲ្យបងមើលទាំងអស់គ្នាជាក់ស្ដែងណានៅគម្រោងទី5បងផ្ទះនេះគឺជាផ្ទះរបស់ភ្ញៀវឯតែគាត់រៀបក្រោនេះស្អាតមែនតើបងហើយកន្លែងនេះគឺចតឡានបាន2 3គ្រឿងហ៎បងនេះនៅសល់ដីធំហ៎បងស្អាតមែនតើគាត់រៀបបែបនេះហ៎បងហើយផ្ទះនេះគឺជាប្រភេទផ្ទះវីឡាតូលដែលមាន4បន្ទប់គេងនិង4បន្ទប់ទឹកបងហើយឥឡូវនេះយើងនៅសល់ផ្ទះដែលផ្ទះចិត្តហើយដែលសល់តែមួយខែទៀតសង់ហើយស្រាប់ 100% ឯងបងនេះដងផ្ទះទល់មុខនេះផ្ទះហ្នឹងគឺជាផ្ទះ02បងផ្ទះនេះសល់តែមួយខែទៀតហើយឯងបងចូលរួមមុនត្រឹមតែ36,000កាន់សោចូលនៅភ្លាមតែម្ដងអញ្ចឹង36,000ហ្នឹងស្មើនឹង30%អញ្ចឹងសល់70%ទៀតបងអាចបង់តទៅធនាគារបានហើយក្រុមហ៊ុននឹងហ្វ្រីកាត់ប្លង់រឿងជូនបងភ្លាមតែម្ដងបងនេះបរិយាកាសនៅគម្រោងទី5របស់យើងណាបងគឺធំទូលាយស្អាតមែនតើបងអញ្ចឹងបងចង់ដឹងទីតាំងមែនអត់សម្រាប់ទីតាំងគឺនៅរាជធានីភ្នំពេញគឺនៅផ្លូវម្ដុំផ្លូវទំនប់កប់ស្រូវនៅខាងលិចវត្តភ្នៀតបងចុះមកត្រឹមតែ7នាទីមកដល់ទីតាំងយើងផ្ទាល់តែម្ដងបងហើយសម្រាប់តម្លៃផ្ទះយើងមានចាប់ពី120000ជាងឡើងបងហើយសម្រាប់ថ្លៃផ្ទះគឺបញ្ចុះឲ្យសល់តែត្រឹម110000ជាងឯងបងនេះបងផ្ទះអតិជនខ្លះគាត់នៅសល់ដីជំហៀងអីគាត់អាចដាំបន្លែឬក៏គាត់ធ្វើសួនអីគឺស្អាតមែនតើបរិយាកាសរស់នៅទីនេះស្ងប់ស្ងាត់ណាបងអញ្ចឹងបើសិនជាបងអត់បារម្ភថាខ្លាចពេលយប់មានអីអត់ទេបងគឺងាយស្រួលរស់នៅមែនតើដោយសារតាយើងមានសន្តិសុខនៅខាងមុខហ្នឹងទាំងយប់ទាំងថ្ងៃបងនេះបងបរិយាកាសគឺស្អាតមែនតើនៅគម្រោងយើងគឺដាក់កាមេរ៉ាគ្រប់កន្លែងបងនេះអតិជនគាត់ចូលនៅ80%ទេបងផ្ទះនេះអញ្ចឹងសម្រាប់បងណាដែលស្រឡាញ់ម៉ូទផ្ទះវីឡាតូលដែលដាច់ពីគ្នាអីបងអាចមកមើលនៅវីឡាតូល ONC បានបងនេះគាត់នៅសល់ពីមុខគាត់អាចដាំបន្លែដាំអីបានទាំងអស់ហ៎បងតែនេះគឺស្អាតមែនតើបងហើយនៅកន្លែងខ្លះជាងកំពុងតែសង់ណាបងអញ្ចឹងបងអាចមើលបរិយាកាសនៅក្នុងគម្រោងនេះបានសម្រាប់ផ្ទះនេះវិញគឺគាត់សល់ដីជំហៀងបងគាត់ទិញសល់ដីជំហៀងដើម្បីទុកធ្វើអីចឹងណាបងស្អាតមែនតើបងលក្ខខណ្ឌគឺមាន2មានបងចូលរួមមុនត្រឹម6000បងរយៈពេល18ខែហើយមួយទៀតបងចូលរួមមុនត្រឹម36000ខ្លាយជាម្ចាស់ផ្ទះបង36000ហ្នឹងស្មើនឹង30%អញ្ចឹងសល់70%បងតទៅធនាគារហើយក្រុមហ៊ុនហ្វ្រីកាត់ប្លង់រឿងជូនបងភ្លាមហ្មងបងអញ្ចឹងសម្រាប់លក្ខខណ្ឌគឺងាយស្រួលមែនតើបងផ្ទះនេះមាន4បន្ទប់គេង4បន្ទប់ទឹកបងបរិយាកាសគឺល្អខ្លាំងមែនតើទីតាំងគឺនៅរាជធានីភ្នំពេញទៀតបងនៅផ្លូវម្ដុំផ្លូវទំនប់កប់ស្រូវឯងបងនៅខាងលិចវត្តភ្នៀតបងចុះមកត្រឹម7នាទីឯងមកដល់ទីតាំងហើយសម្រាប់ទីតាំងយើងគឺល្អមែនតើបងគឺនៅជិតមន្ទីរពេទ្យតេជោសន្តិភាពនិងផ្សារដំកូលថ្មីផ្លូវលបឿនលឿនភ្នំពេញកំពង់សោមនិងពលានយន្តហោះពោធិ៍ចិនតុងគឺបងមកត្រឹមតែ10នាទីមកដល់ទីតាំងយើងផ្ទាល់ហើយបងផ្ទះនេះគឺស្អាតមែនតើនេះបងនេះគាត់ផ្ទះសល់ដីគៀនណាបងហើយបើសម្រាប់ផ្ទះនេះវិញគឺគាត់បានការដាក់ដែកស្មិតបងគឺស្អាតមែនតើបងឥឡូវនេះយើងមកដល់សួនម្ដងបងសួននេះគឺគាត់ដាំឈើស្អាតមែនតើបងសម្រាប់ផ្ទះគាត់នេះគឺជាផ្ទះគៀនបងផ្ទះកែងណាគាត់រៀបចំដាំបន្លែដាំអីស្អាតមែនតើបងហើយនៅខាងមុខក៏មានសួនទៀតដែរសួនសម្រាប់ទុកឲ្យក្មេងៗលេងឬក៏ល្ងាចឡើងគាត់ដើរហាត់ប្រាណអីគឺល្អខ្លាំងមែនតើបងហើយនៅណាអត់ស្ងាត់ទេបងព្រោះអីយើងនៅជាប់នឹងផ្លូវរត់ណាបងស្អាតមែនតើផ្លូវយើងណាធំទូលាយហើយនៅខាងមុខនោះគឺជាខ្លោងទ្វារចូលក្នុងបរិយាបងអញ្ចឹងនៅកន្លែងខ្លោងទ្វារហ្នឹងក៏មានសន្តិសុខគាត់នៅដែរមានទាំងយប់និងទាំងព្រឹកបងហើយអញ្ចឹងបើសិនជាបងចង់បានម៉ូទផ្ទះដែលស្អាតអីបងកុំភ្លេចមក ONC បានលក្ខខណ្ឌក៏ងាយស្រួលហើយម៉ូទផ្ទះស្អាតទៀតបងអញ្ចឹងបើសិនជាបងចាប់អារម្មណ៍ឬក៏បងកំពុងហៅផ្ទះវីឡាតូលដែលមានលក្ខខណ្ឌល្អអីបងអាចមក ONC វីឡាបានតោះឥឡូវខ្ញុំនាំបងទៅមើលកន្លែងសួនដែលរៀបកន្លែងក្មេងលេងហើយនឹងមានម៉ាតទៀតបងចាំទៅមើលនៅខាងមុខទាំងអស់គ្នាបងនេះគឺជាកន្លែងសួន
សម្រាប់ក្មេងៗឬក៏ចាស់ល្ងាចឡើងគាត់មកហាត់ប្រាណឬក៏គាត់មកលេងអីគឺល្អខ្លាំងមែនតើបងហើយនៅមុខនេះយើងមានម៉ាតមួយទៀតបងអញ្ចឹងបើសិនជាបងណាដែលហៅម៉ាតឬក៏កន្លែងហៅស៊ីអីបងអាចមកទិញនៅបារីអូនស៊ីវិឡាបានបងនិយាយទៅភ្ញៀវគាត់ពេញចិត្តគ្រប់គ្នាបងឥឡូវនេះយើងដើរទៅខាងមុខដើម្បីទៅកន្លែងខ្លោងទ្វារនៅចូលបារីអូនស៊ីបងហើយជាក់ស្ដែងផ្លូវចូលយើងមានភ្លោះមានទៅមានមកបងហើយគាត់ដាំដើមឈើនៅក្រៅគឺស្អាតមែនតើបងមានធម្មជាតិអីអញ្ចឹងណាហើយឥឡូវនេះយើងជិតដល់ខាងមុខហើយនៅខាងមុខក៏មានអីពិសេសដែរអញ្ចឹងចាំពេលទៅដល់ខាងមុខខ្ញុំនឹងនិយាយប្រាប់បងទាំងអស់គ្នាម្ដងទៀតបងយើងនិយាយបែរទៅខាងនោះវិឡាខ្ជុបបងឥឡូវនេះយើងទៅជិតដល់ខាងមុខហើយទៅដល់ផ្ទះគំរូយើងក៏មាន promotion ដែរបងនេះមកដល់នេះគឺយើងមាន promotion មុនចូលឆ្នាំខ្មែរបងមកក៏ត្រឹមតែ500បងមានឱកាសវាយក្អមទាំងអស់នេះតែមានចំនួនទឹកប្រាក់ពី$1000រហូតដល់$5000បងនេះបងមកក៏ត្រឹមតែ500បាន$5000បងអាចវាយក្អមនេះទាំងអស់នេះបានបងនៅក្នុងហ្នឹងអត់មានពាក្យថាអរគុណទេណាអញ្ចឹងសម្រាប់បងដែលស្រឡាញ់អីបងអាចមកមើលបានបងនេះគឺជាផ្ទះគំរូហើយនេះគឺជាការ promotion មុនចូលឆ្នាំខ្មែរអញ្ចឹងសម្រាប់បងដែលស្រឡាញ់ម៉ូតផ្ទះវីឡាតូនេះបងកុំភ្លេចធ្វើការខលឬក៏អាចធ្វើការឆាតមកសួរព័ត៌មានឥឡូវនេះបានអរគុណជូន